ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានបង្ហាញកីឡាករបរទេសចំណូលថ្មីរបស់ខ្លួនគឺខ្សែបម្រើជនជាតិប្រេស៊ីល Breninho ដែលផ្ទេរមកពីក្លឹបបាល់ទាត់វិសាខាក្នុងលក្ខខណ្ឌខ្ចីជើងនេះជាការផ្ទេរកីឡាករដែលគួរឲ្យភ្ញាក់ផ្អើលមួយអំឡុងទីផ្សារដោះដូរកីឡាករលើកទី2នៃលីកកំពូលកម្ពុជា2025-2026នេះគួររំលឹកថាកីឡាករ Breninho បច្ចុប្បន្នមានវ័យ28ឆ្នាំរូបគេធ្លាប់លេងឲ្យក្លឹបជាច្រើននៅប្រទេសកំណើតមុនមកប្រកបអាជីពនៅកម្ពុជាដោយចូលរួមជាមួយក្លឹបបាល់ទាត់ព្រះខ័នរីស្វារៀងកាលពីអំឡុងខែកុម្ភៈឆ្នាំ2025កន្លងទៅនៅក្នុងពានរង្វាន់ AFC Challenge League និងបានរួមចំណែកជួយឲ្យព្រះខ័នរីស្វារៀងទទួលបានចំណាត់ថ្នាក់លេខ2នៃពានរង្វាន់នេះផងដែរក្រោយមករូបគេក៏ផ្លាស់ទៅវិសាខាកាលពីអំឡុងខែមិថុនាដោយលេងបានតែមួយជុំនៅអំឡុងដោះដូរកីឡាករលើកទី2នេះរូបគេក៏ផ្លាស់មកចូលរួមជាមួយភ្នំពេញក្រោនក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាលបើយើងមើលទៅតាមបញ្ជីឈ្មោះកីឡាករបរទេសរបស់ភ្នំពេញក្រោននាពេលបច្ចុប្បន្ននេះពួកគេមានកីឡាករបរទេសរហូតដល់ទៅ8នាក់ក្នុងនោះមានកីឡាករកូរ៉េខាងត្បូងប៉ាក់យីយុងកីឡាកររូម៉ានីរ៉ាអ៊ូលហ្វីហឺកីឡាករហូឡង់រីខេធីងកីឡាករញូហ្សេឡង់ម៉ូសេសដាយើកីឡាករអ៊ុយក្រែនម៉ាក់ស៊ីមប្រៃដុនកីឡាករបូលីវីម៉ាកេឡូតេលេសកីឡាករកូរ៉េខាងត្បូងសូអ៊ីនគីមនិងកីឡាករប្រេស៊ីល Breninho យ៉ាងណាក្តីកីឡាករបរទេសដែលអាចចុះបញ្ជីប្រកួតនៅក្នុងលីកកំពូលកម្ពុជាបានត្រឹមតែ6នាក់ប៉ុណ្ណោះហើយកីឡាករផ្សេងទៀតក្លឹបនឹងត្រៀមសម្រាប់ការប្រកួត AFC Challenge League